បើគេប្រាប់ថាក្មេងម្នាក់អាយុ2ឆ្នាំអាចអានអក្សរបានអ្នកខ្លះប្រហែលមិនជឿបើគេប្រាប់ថាក្មេងដដែលនោះអាយុ12ឆ្នាំបានបញ្ចប់វិទ្យាល័យហើយអាយុ17ឆ្នាំកំពុងរៀនឆ្នាំទី4នៅសាកលវិទ្យាល័យកាន់តែធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលប៉ុន្តែនោះគឺជាដំណើរពិតរបស់ហ៊ឺទៀងគីមហុងនៅអាយុ2ឆ្នាំគីមហុងអាចអានអក្សរបានអាយុ5ឆ្នាំអាចដោះស្រាយលំហាត់គណិតវិទ្យាកម្រិតថ្នាក់ទី12អាយុ13ឆ្នាំក្នុងឆ្នាំ2022បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យលឿនជាងក្មេងដទៃ5ឆ្នាំសប្តាហ៍ថ្ងៃនៅអាយុ17ឆ្នាំគីមហុងកំពុងសិក្សាឆ្នាំទី4លើជំនាញទីដំណើរគ្នាគឺគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាននិងវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យអាមេរិកខាងភ្នំពេញ AUPP និង Fort Hays State University នៅសហរដ្ឋអាមេរិកដែលជាសាកលវិទ្យាល័យដៃគូរបស់ AUPP ប៉ុន្តែរឿងដែលគួរឲ្យចាប់អារម្មណ៍លើពីការរៀនលឿនជាងគេមានសំណួរមួយតើក្មេងដែលមានសមត្ថភាពបែបនេះនឹងក្លាយជាអ្វីសម្រាប់កម្ពុជានៅថ្ងៃអនាគតមានដើមកំណត់ពីខេត្តតាកែវគីមហុងត្រូវបានគ្រូបង្រៀននិងអ្នកជុំវិញខ្លួនកត់សម្គាល់ពីសមត្ថភាពរៀនលឿនតាំងពីកុមារភាពទេពកោសល្យនោះបាននាំឲ្យគីមហុងផ្លាស់ឋានៈជាបន្តបន្ទាប់នៅកម្រិតបឋមនិងមធ្យមមុនផ្លាស់ទៅរាជធានីភ្នំពេញនៅឆ្នាំ2017ដើម្បីបន្តអាហារូបករណ៍ថ្នាក់វិទ្យាល័យនៅវិទ្យាល័យឯកជនមួយនិងសាកលវិទ្យាល័យ AUPP ដោយសិក្សាពីជំនាញក្នុងពេលតែមួយដែលសុទ្ធសឹងតែពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាគីមហុងនិយាយថាការរៀនបច្ចេកវិទ្យាមិនមែនត្រឹមតែចេះប្រើកុំព្យូទ័រនិងសរសេរកូដទេកម្មវិធីសិក្សារបស់ AUPP តាមស្តង់ដារអន្តរជាតិផ្ដល់គន្លឹះក្នុងការអភិវឌ្ឍ softwareប្រព័ន្ធ Cyber Security និងបង្កើតដំណោះស្រាយបច្ចេកវិទ្យាជាច្រើនទៀតសម្រាប់អភិវឌ្ឍសង្គមនៅក្នុងបទសម្ភាសន៍ជាភាសាអង់គ្លេសគីមហុងប្រាប់ពីក្តីប្រាថ្នាជួយតាក់តែងអនាគតថ្មីរបស់វិស័យបច្ចេកវិទ្យាកម្ពុជា I think Cambodia has a lot of potential in the tech sector, so yeah, that's what I want to spend my time in and to help the country, help people like be more educated about tech. ប្រហែលនេះហើយជាចំណុចពិសេសរបស់គីមហុងភាពឆ្លាតវៃអាចធ្វើឲ្យមនុស្សម្នាក់ជោគជ័យប៉ុន្តែការយកភាពឆ្លាតវៃនោះទៅជួយសង្គមទៅធ្វើឲ្យកាន់តែមានតម្លៃយ៉ាងពិតប្រាកដរឿងរ៉ាវរបស់ហ៊ឺទៀងគីមហុងគឺជាការរំលឹកមួយថាកម្ពុជាមិនខ្វះយុវជនមានសមត្ថភាពឡើយអ្វីដែលយើងត្រូវការបន្ថែមគឺការវិនិយោគលើការអប់រំការលើកទឹកចិត្តនិងបរិយាកាសដែលអនុញ្ញាតឲ្យទេពកោសល្យរីកចម្រើនសាកលវិទ្យាល័យ AUPP កំពុងចូលរួមជាផ្នែកមួយក្នុងការបង្កើតបរិយាកាសសិក្សាដែលភ្ជាប់យុវជនខ្មែរទៅនឹងចំណេះដឹងជំនាញនិងឱកាសអន្តរជាតិ AUPP ជាថ្នាលមួយដែលកំពុងជួយបំលែងទេពកោសល្យទៅជាសមត្ថភាពពិតដើម្បីអនាគតរបស់និស្សិតនិងអនាគតបច្ចេកវិទ្យារបស់កម្ពុជាខ្ញុំរស់សុភាពី News Today NTTV